សួស្តីបងប្អូនថ្ងៃនេះយើងមកជួបគ្នាទៀតហើយតើតើជាមួយនឹងការមើលព័ត៌មានការងារនៅលើគេហទំព័របងធំ .com ជាងថ្ងៃនេះគឺយើងមើលការងារនៅលើ website បងធំចាតាមរយៈទូរស័ព្ទដៃបើយើងមានគោលបំណងចូលទៅមើលការងារតែផ្នែកគ្រប់គ្រងទេគឺយើងចូលទៅតែម្ដងចុចទៅលើសញ្ញាត្រី3ហើយយើងយក career category អូសចុះក្រោមមកអញ្ចឹងនៅក្នុងមានប្រភេទការងារជាច្រើននៅក្នុង career category ហ្នឹងដោយយើងផ្អែកទៅលើជំនាញមួយនិងផ្នែកការងារមួយដែលយើងមានគោលបំណងចង់មើលចង់ដាក់ពាក្យទៅណាអញ្ចឹងយើងពេញចិត្តមួយណាយើងជ្រើសយកមួយហ្នឹងទៅគឺយើងមកមើលការងារផ្នែកខាងអ្នកគ្រប់គ្រងចាអញ្ចឹង executive management exit ហ្នឹងគឺ executive management កំពុងតែមាន100មុខតំណែងចាគឺមានច្រើនដូច្នេះពួកយើងដែលមានគោលបំណងចង់ធ្វើការផ្នែកខាងប្រធានថ្នាក់លើតែម្ដងណាគឺយើងចុចទៅលើនឹងតែម្ដងទៅណានេះគឺយើងឃើញការងារទាំងអស់គឺមានមុខតំណែងខ្ពស់ដែលរងចាំពួកយើងឲ្យដាក់ពាក្យណាសម្រាប់ការងារទាំងអស់នេះគឺពិតជាល្អមែនទែនសម្រាប់ពួកយើងដែលមានគោលបំណងចង់ធ្វើការផ្នែកខាងអ្នកគ្រប់គ្រងដូចជាអ្នកគ្រប់គ្រងប្រតិបត្តិការប្រធានប្រតិបត្តិអីហ្នឹងគឺត្រូវតែម្ដងណាពិតជាឱកាសល្អសម្រាប់ពួកយើងដែលគាត់មានចំណេះជំនាញខ្ពស់ហើយគាត់មានគោលបំណងចង់ធ្វើការដែលទទួលតំណែងខ្ពស់ការងារយល់ដឹងខ្ពស់ចាដូច្នេះវាជាមុខតំណែងមួយសម្រាប់ឲ្យពួកយើងបង្ហាញពីសមត្ថភាពខ្លួនឯងដែលយើងពិតជាអាចធ្វើការងារបានដល់កម្រិតថ្នាក់ខ្ពស់ពិតមែននេះគឺជាចំណុចមួយដែលបង្ហាញដល់ពួកយើងដែលកំពុងតែចាប់ផ្ដើមការងារឬមួយក៏ធ្វើការនៅក្នុងផ្នែកណាមួយដែលមានគោលបំណងចង់ក្លាយជាប្រធានអញ្ចឹងគឺយើងអាចឧស្សាហ៍ចូលមើលការងារផ្នែកខាងប្រធានទៅថាតើពេលដែលយើងចូលធ្វើជាប្រធានមានតម្រូវការងារយ៉ាងម៉េចខ្លះការងារទទួលខុសត្រូវអីខ្លះហើយតម្រូវចំណេះវិជ្ជាចំណេះដឹងហ្នឹងជំនាញហ្នឹងអីគេខ្លះដើម្បីក្លាយទៅជាអ្នកប្រធានគ្រប់គ្រងដើម្បីក្លាយជាប្រធានដើម្បីក្លាយជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនមួយអង្គការមួយឬក៏ទីកន្លែងមួយណាចាដូចសម្រាប់ការចូលធ្វើការខាងផ្នែកប្រធានឬក៏គ្រប់គ្រងនៅក្នុងផ្នែកណាមួយហ្នឹងមិនមែនយើងចេះតែនឹកទៅគឺអាចធ្វើចេញបានភ្លាមទេប៉ុន្តែជាចំណុចសំខាន់នៅពេលដែលយើងគិតទៅដល់ការងារកម្រិតខ្ពស់បែបហ្នឹងគឺជួយឲ្យយើងមានកម្លាំងចិត្តក្នុងការបន្តការងារយើងតទៅមុខទៀតហើយធ្វើឲ្យការងារយើងរីកចម្រើនទៅមុខទៀតចានេះគឺជាចំណុចល្អមែនតើណាសម្រាប់ពួកយើងឥឡូវថ្ងៃនេះគឺយើងមកមើលការងារនៅខាងកន្លែងមួយទៅណាឥឡូវគឺយើងមើលតំណែងខ្ពស់តែម្ដងណាតំណែងខ្ពស់ហ្នឹងគេតម្រូវការអីគេខ្លះហើយចំពោះការងារដែលត្រូវទទួលខុសត្រូវបែបម៉េចណាយើងមើលខាង Country Director គឺជាតំណែងដែលខ្ពស់បំផុតសម្រាប់នៅខាងអង្គការ Plan International យើងចុចទៅលើហ្នឹងទៅគឺជាតំណែងដែលខ្ពស់បំផុតបើនិយាយឲ្យចំទៅគឺស្មើនឹងក្រុមហ៊ុនមួយណាគឺគាត់ចូលទៅគ្រប់គ្រងសម្រាប់អង្គការ Plan ហ្នឹងគឺជាប្រធានប្រចាំនៅប្រទេសខ្មែរតែម្ដងណាយើងមកមើលតម្រូវការការងារនៅខាងមុខតំណែងកម្រិតខ្ពស់បែបហ្នឹងគេមានអីគេខ្លះនៅក្នុងហ្នឹងដើម្បីក្លាយជាប្រធានប្រតិបត្តិការប្រចាំប្រទេសកម្ពុជាហ្នឹងណាអញ្ចឹងមុននឹងមើលទាំងអស់ហ្នឹងគឺប្រកាសណាស់ថាអ្នកដែលគាត់មានសមត្ថភាពនៅក្នុងមុខតំណែងហ្នឹងគាត់ប្រកាសជាមើលព័ត៌មានពាក់ព័ន្ធជាមួយនឹងអង្គការ Plan International ហ្នឹងថាតាំងគាត់ជាអង្គការធ្វើអ្វីហើយគាត់ផ្ដោតទៅលើអីគេនៅអង្គការរបស់គាត់មុនពេលដែលគេធ្វើការដាក់ពាក្យគេមិនមែនជាតែដាក់ពាក្យទៅដោយតាមការនឹកឃើញនោះទេណាសម្រាប់មុខតំណែងខ្ពស់បែបនេះសេចក្តីសង្ខេបនៅខាងអង្គការគឺមានអាយុកាលជាង80ឆ្នាំហើយជាង70ប្រទេសនៅក្នុងនេះណាគឺគាត់ជួយលើកកម្ពស់សិទ្ធិកុមារជាពិសេសហ្នឹងគឺសម្រាប់កុមារជាស្ត្រីណាចានេះគឺជាព័ត៌មានសង្ខេបរបស់អង្គការណាបើយើងចង់ដឹងច្បាស់គឺយើងទៅសិក្សាបន្ថែមពាក់ព័ន្ធជាមួយនឹងខាងអង្គការ International Plan គឺដូចនិយាយអញ្ចឹងមុនពេលដែលយើងដាក់ពាក្យទៅកាន់ក្រុមហ៊ុនឬក៏អង្គការធំដែលជាមុខតំណែងធំបែបហ្នឹងគឺគេមើលកន្លែងហ្នឹងច្បាស់តែម្ដងណាដូច្នេះនេះគឺជាព័ត៌មានសំខាន់ពាក់ព័ន្ធជាមួយនឹងពួកយើងដែលដាក់ពាក្យការងារហ្នឹងគឺយើងត្រូវយល់ត្រូវដឹងក្នុងចំណុចកន្លែងហ្នឹងអញ្ចឹងមិនមែនមានន័យថាគឺគ្រប់អ្នកដែលដាក់ពាក្យតំណែងធំបែបហ្នឹងគេគ្រាន់តែកន្លែងទៅគេដាក់ទៅភ្លាមឬក៏គេគ្រាន់តែនឹកឃើញគេដាក់ទៅតំណែងហ្នឹងភ្លាមទេណាអញ្ចឹងការងារនេះគឺល្អសម្រាប់ពួកគាត់ដែលគាត់មានចំណេះជំនាញខ្លាំងតែម្ដងហើយជាពិសេសនៅក្នុងភាគច្រើនគឺគាត់ជាជនជាតិបរទេសអញ្ចឹងទៅណាប៉ុន្តែភាគខ្មែរយើងក៏មានសមត្ថភាពក្នុងការដាក់ពាក្យការងារនៅខាងផ្នែក Country Manager ហ្នឹងដែរតែសំខាន់គឺយើងឃើញថាតើសមត្ថភាពរបស់យើងខ្ពស់កម្រិតណាដែលអាចចូលទៅកាន់តំណែងនេះបានណាចឹងតំណែងនេះគឺមិនមែនជាតំណែងទាបទេហើយក៏មិនមែនមានន័យថាយើងធ្លាប់មានបទពិសោធន៍ជាប្រធានគ្រប់គ្រងនៅខាងក្រុមហ៊ុនណាមួយអីចឹងទៅយើងមិនអាចចូលទៅបានទេតែក្នុងនេះបើសិនជាគាត់ជាផ្នែកខាងអង្គការអញ្ចឹងប្រកាសណាគឺគាត់សម្លឹងមើលឃើញអ្នកដែលមានបទពិសោធន៍គ្រប់គ្រងខាងអង្គការណាមួយសម្រាប់ចូលទៅធ្វើការនៅខាងអង្គការគាត់ដែរគាត់ប្រកាសជាចង់បានបែបហ្នឹងហើយណាដែលយើងជាប្រធានគ្រប់គ្រងផ្នែកខាងក្រុមហ៊ុនឬមួយក៏ខាងឯកជនអីយើងប្រកាសជាមិនបានយល់ច្បាស់អំពីលក្ខណៈពីរបៀបនៃការធ្វើការនៅខាងអង្គការទេអញ្ចឹងកន្លែងហ្នឹងក៏យើងត្រូវគិតគូរដែរណាមិនមែនយើងជាប្រធានគ្រប់គ្រងនៅខាងក្រុមហ៊ុនមួយដែលមានបុគ្គលិកតិចតួចអញ្ចឹងទៅហើយយើងដាក់ទៅយើងសង្ឃឹមតែបានមុខតំណែងហ្នឹងទេសំខាន់គឺយើងមើលឃើញតម្រូវការដែលគេដាក់នៅទីនេះណាសម្រាប់ការងារគឺពេញអញ្ចឹងបើយើងចង់បញ្ញាបត្រឬក៏បណ្ឌិតអីនៅខាងផ្នែក Business Administration ហើយគឺយើងអាចដាក់ពាក្យការងារហ្នឹងបានហើយណាតែការងារពេញម៉ោងប្រាក់ខែអាចចរចាគ្នាបានអញ្ចឹងកម្រិតប្រាក់ខែហ្នឹងគឺយើងដឹងហើយថាពួកគេដែលគេចូលកម្រិតថ្នាក់ប្រធានគ្រប់គ្រងប្រធានប្រតិបត្តិការប្រចាំប្រទេសមួយហើយតើតើជាមួយការងារក៏យើងត្រូវមើលតាមហ្នឹងណាយើងឃើញនេះគឺជាការងារដែលត្រូវធ្វើនៅក្នុងការងារនៅក្នុងមុខតំណែងរបស់យើងប្រចាំប្រទេសកម្ពុជាហ្នឹងចាអញ្ចឹងគឺគេផ្ដោតទៅលើអីខ្លះគេដាក់នៅទីនេះតែម្ដងបើយើងនិយាយអំពីយុទ្ធសាស្ត្រនៃការឬមួយក៏ការទទួលខុសត្រូវការងារវិញគឺមិនខុសអីពីយើងដែលជាក្រុមហ៊ុននេះគាត់ថានេះគឺជាផ្ដោតខ្លាំងគឺទៅលើខាងអង្គការដែលគាត់ធ្វើការអភិវឌ្ឍខាងផ្នែកធនធានមនុស្សណាចាធនធានមនុស្សហ្នឹងទៅខាងផ្នែកអីគេមិនមែនធនធានមនុស្សហ្នឹងគឺគ្រប់ប្រភេទមនុស្សដែលចេះតែគាត់ធ្វើទៅនោះទេអញ្ចឹងគឺផ្ដោតទៅលើខ្លាំងក្មេងស្រីចាសម្រាប់ក្មេងស្រីតែម្ដងណា
ចឹងបើយើងមានចំណូលចិត្តពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍខាងផ្នែកធនធានមនុស្សហើយជាពិសេសគឺខាងផ្នែកក្មេងស្រីទៀតគឺកាន់តែល្អមែនតើណាគឺមានន័យថាតម្រូវការដែលគេដាក់ឲ្យអ្វីដែលយើងមានហ្នឹងគឺវាអាចត្រូវគ្នានៅក្នុងចំណុចហ្នឹងហើយតើយើងមើលឃើញតើមានចំណុចអីខ្លះដែលមើលមកយើងខ្លួនឯងយើងឃើញថាត្រូវទៅនឹងការងារទាំងអស់ហ្នឹងណាចាអញ្ចឹងគេដាក់នៅក្នុងចំណុចការងារដែលត្រូវទទួលខុសត្រូវមួយហើយណានៅក្នុងហ្នឹងហើយយើងមកកលែងមើលខ្លួនយើងថាតើយើងមានចំណេះជំនាញបទពិសោធន៍អាចទទួលខុសត្រូវការងារហ្នឹងបានអត់ណាតកតងជាមួយនឹងការវិភាគក៏ដូចជាមើលពីហានិភ័យពាក់ព័ន្ធជាមួយនឹងការងារទាំងអស់ហ្នឹងនៅគ្រប់ផ្នែកតែម្ដងណាចាមិនមែនតែមួយផ្នែកទេអញ្ចឹងធ្វើម៉េចគឺយើងកាន់កាប់តែនៅក្នុងប្រធានប្រតិបត្តិការប្រចាំប្រទេសកម្ពុជានេះអញ្ចឹងនេះគឺជាគោលដៅរបស់ខាងអង្គការដែលគាត់មានការងារទាំងអស់ហ្នឹងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យខាងអង្គការចេញផ្សព្វផ្សាយទៅដល់កុមារីចំនួន100លានណាក្នុងរយៈពេលជាង5ឆ្នាំនៅក្នុងនេះគឺជាអ្វីដែលពាក់ព័ន្ធជាមួយនឹងការងារខាងផ្នែកប្រធានប្រតិបត្តិការប្រចាំប្រទេសកម្ពុជាត្រូវទទួលខុសត្រូវធ្វើនៅក្នុងមុខតំណែងរបស់គាត់យើងឃើញក្នុងការងារដែលគេដាក់មកហ្នឹងគឺយើងឃើញហើយថាក្នុងមុខតំណែងប្រធានធំបែបហ្នឹងការងាររបស់គាត់គឺមានអីខ្លះអញ្ចឹងគឺធ្វើឲ្យយើងបានយល់បានដឹងថាតំណែងជាប្រធានចូលទៅគឺយើងចូលទៅយើងមានសមត្ថភាពធ្វើតែម្ដងណាយើងមិនមែនចូលទៅតាមការគិតសម័យទេណាចានេះគឺជាការងារដែលតំណែងធំដែលគេមានតម្រូវការត្រូវធ្វើយើងដឹងណាមុនពេលដែលយើងដាក់ពាក្យទៅខាងផ្នែកប្រធានណាមួយគឺយើងត្រូវចាំបាច់មើលឲ្យច្បាស់ណាឲ្យយល់មិនមែនជាទីកន្លែងដែលយើងត្រូវគ្រាន់តែដាក់ធ្វើតេស្តលេងឬក៏ឲ្យតែបាននោះទេអញ្ចឹងកន្លែងហ្នឹងគឺមិនមែនជាអ្វីដែលយើងត្រូវគិតត្រឹមតែសម័យហើយយើងឃើញថាអាចដាក់ទៅគេយកបានទេណាយើងពេលដែលយើងសម្រេចចិត្តក្នុងការដាក់ពាក្យទៅកាន់ការងារណាមួយចាំបាច់គឺយើងត្រូវយល់ត្រូវដឹងឲ្យច្បាស់មុនពេលដែលយើងដាក់ពាក្យទៅណាជៀសវាងយើងចំណាយពេលខ្លួនឯងយើងកុំចំណាយពេលខ្លួនឯងទៅលើអ្វីដែលយើងឃើញថាវាខុសគ្នាច្រើនណាអញ្ចឹងយើងទៅកលេចមើលទៅលើការងារដែលស្មើនឹងជំនាញមុខតំណែងរបស់យើងឬក៏លើសអីខ្លះក៏យើងអាចដាក់បានដែរតែកុំលើសច្រើនពេកណាដូច្នេះមុនពេលដែលយើងបើយើងមិនសាកល្បងគឺយើងមិនដឹងទេណាអញ្ចឹងគឺសំខាន់គឺយើងដាក់ទៅគឺយើងមើលកុំឲ្យខុសគ្នាឆ្ងាយពេកពីព្រោះបើខុសគ្នាឆ្ងាយគឺយើងនឹងមិនទទួលបានការងារនោះទេណាអញ្ចឹងសំខាន់គឺយើងត្រូវមើលឃើញថាតើខ្លួនយើងត្រូវនឹងតម្រូវការការងារទាំងអស់នោះគឺប្រមាណភាគរយបើចាប់ពី70-85%ឡើងទៅហើយគឺយើងដាក់ទៅណាគឺយ៉ាងហោចណាស់គឺយើងទទួលបានការសម្ភាសអីខ្លះនៅក្នុងហ្នឹងដែរណាអញ្ចឹងកន្លែងនេះគឺជាចំណុចដែលយើងត្រូវយល់ដឹងហើយតើតើជាមួយនឹងចំណេះហើយនឹងជំនាញគឺគេដាក់នៅក្នុងនេះហើយណាត្រូវមើលទៅដឹងឲ្យច្បាស់នៅក្នុងផ្នែកមួយទាំងអស់ហ្នឹងតែម្ដងអញ្ចឹងនៅពេលដែលយើងរៀបចំប្រវត្តិរូបសង្ខេបធ្វើម៉េចឲ្យត្រូវទៅនឹងតម្រូវការចំណេះជំនាញបទពិសោធន៍ក៏ដូចជាយល់ដឹងអំពីការងារដែលគេដាក់ចេញទៅណាហើយសំខាន់កន្លែងហ្នឹងគឺជាកន្លែងដែលពាក់ព័ន្ធជាមួយនឹងការសម្ភាសយើងមែនតើបើយើងរៀបចំប្រវត្តិរូបបើយើងត្រូវហើយយើងនៅពេលដែលយើងធ្វើសម្ភាសគឺយើងត្រូវឲ្យយល់ឲ្យដឹងអំពីចំណេះជំនាញនិងបទពិសោធន៍ការងារពាក់ព័ន្ធជាមួយនឹងការងារទាំងអស់ហ្នឹងដែរណាចាយើងឃើញណាគឺមិនមែនចេះតែដាក់ទេអញ្ចឹងនៅក្នុងនេះគឺយើងឃើញបានដឹងទាំងអស់គ្នាណាហើយពាក់ព័ន្ធជាមួយនឹងការដាក់ពាក្យរបៀបនៃការដាក់ពាក្យគឺយើងឃើញនៅទីនេះជាពិសេសគឺនៅខាងអង្គការគឺគាត់តែងតែមានឯកសារបន្ថែមដាក់ចូលនៅក្នុងសេចក្តីប្រកាសហ្នឹងដើម្បីឲ្យយើងបានឃើញបានដឹងបន្ថែមទៀតណាអញ្ចឹងនៅពេលដែលយើងដាក់ពាក្យយើងឃើញព័ត៌មានគេដាក់ច្បាស់គឺវាជាកន្លែងមួយល្អសម្រាប់ឲ្យពួកយើងដាក់ពាក្យហើយអញ្ចឹងមុនពេលដែលយើងធ្វើការសម្រេចដាក់ពាក្យទៅកាន់ការងារនៅកន្លែងណាមួយយើងត្រូវឲ្យច្បាស់ហើយនៅប្រកាសខ្លួនឯងហើយនឹងឲ្យយល់ច្បាស់ថាកន្លែងហ្នឹងគឺគាត់នៅកន្លែងណាគាត់ធ្វើអីជាក្រុមហ៊ុនឬក៏គាត់ជាអង្គការតើប្រភេទការងារគាត់យ៉ាងម៉េចណាអញ្ចឹងឲ្យយើងបានយល់ច្បាស់យើងកុំឃើញតែការងារដាក់ផ្សាយមានប្រាក់ខែច្រើនព័ត៌មានតិចតួចហើយយើងមិនដឹងច្បាស់ថាពួកគាត់នៅកន្លែងណាអញ្ចឹងយើងត្រូវតែប្រយ័ត្នខ្លួនឯងណាសំខាន់គឺយើងប្រយ័ត្នខ្លួនឯងគឺនៅខាងក្រុមហ៊ុនគឺគាត់ព្យាយាមដាក់ព័ត៌មានឲ្យច្បាស់តាមដែលគាត់អាចធ្វើទៅបានសម្រាប់ពួកយើងក្នុងការយល់ដឹងអំពីសេចក្តីប្រកាសនិងតម្រូវការការងារទាំងអស់នេះទូនាទីពួកយើងដែលជាអ្នកដាក់ពាក្យហ្នឹងយើងត្រូវឲ្យច្បាស់ខ្លួនឯងថាយើងពិតជាចង់ដាក់ពាក្យទៅទីកន្លែងហ្នឹងហើយទទួលបានការងារនៅក្នុងមុខតំណែងហ្នឹងពិតមែនណាអញ្ចឹងបើយើងមិនដឹងច្បាស់ពីកន្លែងហ្នឹងយើងធ្វើការស្រាវជ្រាវបន្ថែមចាស្វែងយល់បន្ថែមទៅតាក់ទងជាមួយនឹងខាងអង្គការគាត់ប្រកាសណាស់ថាគាត់មាន website ខ្លួនគាត់ចាដែលអាចឲ្យយើងមើលបានឬមើលចំណុចពិសេសមួយសម្រាប់ពួកយើងក្នុងការយល់បន្ថែមតាក់ទងជាមួយចំណេះដឹងបទពិសោធន៍ឬក៏ការមើលព័ត៌មានពាក់ព័ន្ធជាមួយនឹងការដាក់ពាក្យផ្សេងៗហ្នឹងគឺយើងឃើញនៅក្នុងហ្នឹងគឺយើងដឹងហើយថាពេលដែលយើងចូលទៅធ្វើការនៅក្នុងមុខតំណែងខាងផ្នែកគ្រប់គ្រងប្រតិបត្តិការអីអញ្ចឹងនេះគឺយើងឃើញនៅតម្រូវការការងាររបស់គេគឺមិនចេះតិចទេដូចប្រកាសណាស់ថាយើងពេលដែលយើងធ្វើការនៅក្នុងមុខតំណែងខ្ពស់យើងទទួលបានប្រាក់ខែច្រើនការងារយើងក៏ច្រើនដែរអញ្ចឹងគឺយើងកុំរំពឹងថាទៅកន្លែងធំប្រាក់ខែច្រើនហើយការងារតិចណាចឹងអត់ទេណាលុយច្រើនការងារច្រើនណាយើងគិតតែប៉ុណ្្នឹងទៅតែយើងមានសមត្ថភាពក្នុងការធ្វើចឹងមុខតំណែងទៀបមុខតំណែងមធ្យមមុខតំណែងខ្ពស់អីសំខាន់នៅលើយើងឈរនៅលើមុខតំណែងហ្នឹងហើយយើងមានសមត្ថភាពក្នុងការធ្វើចំពោះទំហំការងារគឺយើងឃើញតែច្រើនតែនៅពេលដែលយើងធ្វើចំនួនថ្ងៃដែលយើងធ្វើហ្នឹងគឺដូចតែគ្នាទេចំនួនម៉ោងឯងដូចតែគ្នាទេសំខាន់ថាតើយើងមានសមត្ថភាពប៉ុណ្ណាក្នុងការទទួលបានមុខតំណែងធំទាំងអស់បែបហ្នឹងណាសម្រាប់ពួកយើងដែលគាត់មានចំណេះជំនាញបទពិសោធន៍ត្រូវនឹងមុខតំណែងមួយនេះគឺពិតជាឱកាសល្អមែនតើណាចឹងមុខតំណែងផ្នែកខាងប្រធានប្រតិបត្តិការប្រចាំប្រទេសបែបហ្នឹងមិនមែនចេះតែមានមកនោះទេចាឥឡូវជាឱកាសមួយល្អចាឱកាសមានសម្រាប់ពួកយើងដែលគាត់ត្រូវនឹងមុខតំណែងមួយហ្នឹងគឺអាចដាក់ពាក្យបានទៅខាងអង្គការ Plan International Inc ណាចាអញ្ចឹងផុតកំណត់ថ្ងៃទី12 ខែ 4 នេះហើយចាអញ្ចឹងនេះគឺជាឱកាសល្អមែនតើហើយ
ចាអញ្ចឹងគឺយើងដឹងថាការងារមុខតំណែងផ្នែកខាងប្រធានធំបែបហ្នឹងគឺមានច្រើននៅខាងផ្នែក management ណា executive management គឺយើងចូលទៅខាង management ហ្នឹងទៅគឺយើងឃើញហើយការងារដែលកំពុងតែរងចាំពួកយើងនៅតំណែងខ្ពស់ទាំងអស់ហ្នឹងណាបើយើងមានសមត្ថភាពធ្វើហើយគឺយើងដាក់ទៅគឺពិតជាឱកាសល្អសម្រាប់ពួកយើងហើយណាអញ្ចឹងជូនពរពួកយើងមានសំណាងល្អហើយនឹងជោគជ័យទាំងអស់គ្នាចា